សម្ដេចតេជោហ៊ុនសែនបានជូនយោបល់ទៅរាជរដ្ឋាភិបាលថាក្រៅពីបញ្ហាប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ កម្ពុជាគួរពិចារណាបញ្ឈប់ការចាក់ផ្សាយខ្សែភាពយន្តថៃលើកញ្ចក់ទូរទស្សន៍កម្ពុជាទាំងអស់និងអាចឈានទៅបញ្ឈប់ការនាំទំនិញថៃមកប្រើនៅក្នុងកម្ពុជាផងដែរសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃកម្ពុជានៅយប់ថ្ងៃទី12ខែមិថុនាឆ្នាំ2025នេះបានសរសេរនៅលើបណ្ដាញទំនាក់ទំនងសង្គមផ្លូវការរបស់សម្ដេចដោយមានខ្លឹមសារទាំងស្រុងថាកន្លងមកមានក្រុមជ្រុលនិយមថៃដែលមានការគ្រប់គ្រងពីពួកយោធាដែលនិយមសង្គ្រាមបានគំរាមមកកម្ពុជាថានឹងកាត់ភ្លើងកាត់អ៊ីនធឺណិតកាត់ភ្លើងអីបើកម្ពុជាមិនប្រើភ្លើងថៃផងកាត់អ៊ីនធឺណិតអីបើកម្ពុជាមានអ៊ីនធឺណិតប្រើប្រាស់គ្រប់គ្រាន់ហើយនោះខ្ញុំតែងបានអំពាវនាវកុំឲ្យបញ្ហារីករាលដាលពីបញ្ហាចំនួនយោធាទៅតំបន់មួយរីករាលដាលដល់កន្លែងផ្សេងទៀតនិងកុំរីករាលដាលដល់វិស័យផ្សេងទៀតតែដល់ពេលនេះវាបានរីករួចស្រេចទៅហើយដូចជាការបិទព្រំដែនជាឯកតោភាគីបន្ថយចំនួនថ្ងៃស្នាក់នៅជាឯកតោភាគីនិងការគំរាមកាត់ភ្លើងកាត់អ៊ីនធឺណិតការរាយលួសបន្លាតាមច្រកព្រំដែនខ្លះដោយធ្វើតាមទំនឹងចិត្តបើជ្រុលជារបៀបនេះទៅហើយខ្ញុំសូមជូនជាយោបល់ទៅរាជរដ្ឋាភិបាលថាក្រៅពីបញ្ហាប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ កម្ពុជាគួរពិចារណាបញ្ឈប់ការចាក់ផ្សាយខ្សែភាពយន្តថៃលើកញ្ចក់ទូរទស្សន៍កម្ពុជាទាំងអស់និងអាចឈានទៅបញ្ឈប់ការទិញទំនិញថៃមកប្រើប្រាស់ក្នុងកម្ពុជាផងដែរកម្ពុជាមិនគួរខ្លាចថៃបណ្ដេញពលករខ្មែរត្រឡប់មកប្រទេសវិញនោះទេព្រោះរឿងនេះយើងក៏លំបាកថៃខ្លួនឯងក៏លំបាកដោយសារក្រុមហ៊ុនថៃខ្វះកម្លាំងពលកម្មដែលធ្វើឲ្យសេដ្ឋកិច្ចថៃរងផលប៉ះពាល់មួយផ្នែកផងដែររឿងទាំងនេះសុទ្ធតែផ្ដល់មតិសម្រាប់ពិចារណាតែរឿងគួរធ្វើភ្លាមគឺបញ្ឈប់ការចាក់បញ្ចាំងខ្សែភាពយន្តថៃលើកញ្ចក់ទូរទស្សន៍កម្ពុជា